ក្រោយពេលរួមភេទហើយតែងតែលើសំឡេងខ្យល់ចេញពីតំបន់ទ្វារមាសឬភពហើយនឹងកំឡុងពេលរួមភេទនេះឬភពនៅតំបន់ទ្វារមាសតែម្ដងអានោះវាជាជំងឺស្រុតស្បូនឬក៏មិនដែរអញ្ចឹងថ្ងៃនេះនឹងខ្ញុំឆ្លើយជូនបងប្អូនតើតើជាមួយនឹងរោគសញ្ញានៃជំងឺស្រុតស្បូនអញ្ចឹងជាធម្មតាជំងឺស្រុតស្បូនមាន4ដំណាក់កាលអញ្ចឹងនៅពេលដែលបងប្អូនចូលដំណាក់កាលណាមួយនៅជំងឺស្រុតស្បូនទី1ចាប់ផ្ដើមធ្ងន់នៅផ្នែកពោះទី2ចាប់ផ្ដើមមានអារម្មណ៍ថាទល់នៅតំបន់ទ្វារមាសទី3គឺលឺសំឡេងនៅតំបន់ទ្វារលឺភពនៅតំបន់ទ្វារមាសតែម្ដងដោយមានចេញខ្យល់នៅតាមទ្វារមាសអញ្ចឹងអាហ្នឹងគឺជារោគសញ្ញានៃជំងឺស្រុតស្បូនអញ្ចឹងបើសិនជាបងប្អូនកើតមានគួរតែដោះស្រាយឲ្យបានត្រឹមត្រូវព្រោះបើសិនជាយើងពជាពេលតែតងជាមួយនឹងការអង្គុយចោលហោមតែតងនឹងការអង្គុយយូរការធ្វើការយូរធ្វើឲ្យមានការស្រុតលើសដើមអញ្ចឹងបងប្អូនអាចនឹងលៀនចេញមកក្រៅត្រូវការវះកាត់បន្ទាន់តែម្ដងអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាស្រុតស្បូនចង់ដឹងលំហាត់ប្រាណទៅលើការបន្តឹងសាច់ដុំស្បូនបងប្អូនអាច add មក Telegram នឹងខ្ញុំផ្ទាល់បាននឹងខ្ញុំធ្វើការដោះស្រាយជូនបងប្អូនទាំងអស់គ្នាតែម្ដងអត់គិតថ្លៃទេណាអរគុណ